Welcome back to Gym 101 where we're gonna learn everything we need to know about gym and fitness. ថ្ងៃនេះយើងចូលដល់ជំពូក2 Mastering the Gym Space ដោយយើងមកស្វែងយល់កាន់តែស៊ីជម្រៅនៃការហាត់ក្នុង gym ដែលមេរៀនយើងហ្នឹងគឺ Module 2.1 Gym Etiquette the unwritten rule everyone should know ច្បាប់ប្រពៃណីនៅក្នុង gym ដែលយើងទាំងអស់គ្នាគួរតែដឹងទី1 Re-rack weight and equipment យើងទាំងអស់គ្នាដឹងហើយថាពេល gym ស្អាតហើយមានសណ្ដាប់ធ្នាប់យើងចង់ហាត់ហើយត្រូវចឹងតែពេលយើងប្រើម៉ាស៊ីនប្រើឧបករណ៍ប្រើ dumbbell អីហើយយើងកុំភ្លេចទុកដាក់កន្លែងដើមផងកុំឲ្យវាញ៉ៃញ៉ៃអត់មានសណ្ដាប់ធ្នាប់ហើយយើងពិបាកហៅប្រើវាទី2 hygiene អនាម័យណាគេក៏ចេះបែកញើសដែរហើយក៏គ្មានណាគេចង់ប្រើអីដែលប្រឡាក់ញើសយើងដែរចឹងតែពេលយើងហាត់ម៉ាស៊ីនហើយយើងកុំភ្លេចជូតញើសយើងលើម៉ាស៊ីនហ្នឹងផងដើម្បីឲ្យអនាម័យស្អាតទាំងអស់គ្នាទី3 be mindful យើងដឹងហើយនៅ gym ភាគច្រើនម៉ាស៊ីនមានតែមួយទេហើយបើម៉ាស៊ីនដែលយើងចង់លេងនឹងជាប់គេប្រើយើងអាចទៅសុំហាត់ជាមួយគេបានហើយបើយើងអ្នកកំពុងតែប្រើម៉ាស៊ីនហ្នឹងយើងបើកចិត្តឲ្យទលាយតិចទៅយើងចែកគ្នាប្រើបានហាត់ទាំងអស់គ្នាទី4 respect personal space ជាធម្មតានៅក្នុង gym តែមានមនុស្សច្រើនរៀងឆ្អៀតតិចឯងតែយើងក៏ត្រូវ respect personal space របស់គេដែរកុំធ្វើអីប៉ះពាល់រំខានដល់គេពងហាត់ឧទាហរណ៍បើគេពងតែហាត់មើល form គេនៅក្នុងកញ្ចក់ហ្នឹងហើយយើងទៅឈរបាំងគេមុខកញ្ចក់ហ្នឹងយ៉ាត់ក្បាលមកដុំដៃខ្ញុំនិយាយលេងនិយាយរួមទៅដល់ពេលយើងទៅហាត់នឹងយើង always be respectful and mindful to others សូមមានយើងនឹងមានប៉ុណ្ណឹងបើអ្នកគ្នាមានចម្ងល់ឬមានចំណុចណាដែលខ្ញុំនិយាយខ្វះខាតចាំជួយ comment ផងហើយយើងជួបគ្នានៅវីដេអូក្រោយ Take care